SCP-049 ជាសត្វចម្លែកមួយដែលមានរូបរាងដូចជាគ្រូពេទ្យបុរាណអញ្ចឹងដែលវាមានពាក់អាវខ្មៅហើយនិងពាក់ម៉ាស់ដែលច្រមុះរបស់វាមើលទៅគឺដូចជាបាក់សីអញ្ចឹងអ្វីដែលចម្លែកនោះគឺអាវហើយនិងម៉ាស់របស់វានឹងគឺមិនមែនជាខោអាវធម្មតានោះទេហើយក៏មិនមែនជាខោអាវដែលធ្វើឡើងពីក្រណាត់នោះដែរដែលវាគឺជាស្បែកនិងសាច់ឈាមរបស់វាតែម្ដងអញ្ចឹងចង់ដឹងថា SCP-049 នេះជាអ្នកណាហើយវាជាអ្វីតើមកទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាខ្ញុំនឹងធ្វើការបកស្រាយជូនអ្នកនរគ្នាបាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងជូនតាមសំណុំពររបស់អ្នកទាំងអស់គ្នាដែលចង់ឲ្យខ្ញុំនិយាយអំពី SCP-049 តើ SCP-049 នេះវាជាអ្នកណាហើយវាជាអ្វីតើឥឡូវមកទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នា SCP-049 គឺជាសត្វចម្លែកឬក៏ជាមនុស្សដែលមើលទៅដូចជាគ្រូពេទ្យបុរាណម្នាក់ដែលពាក់អាវខ្មៅហើយនិងពាក់ម៉ាស់ក៏ប៉ុន្តែមានច្រមុះដូចជាសត្វបក្សីអញ្ចឹងហើយអ្វីដែលចម្លែកនោះគឺអាវហើយនិងម៉ាស់នោះគឺមិនមែនជាអាវដែលធ្វើពីក្រណាត់ធម្មតានោះទេតែវាជាស្បែករបស់ SCP-049 នេះតែម្ដង SCP-049 នេះគឺវាមានឥទ្ធិពលមួយយ៉ាងគឺវាអាចធ្វើឲ្យមនុស្សស្លាប់ភ្លាមៗដោយគ្រាន់តែវាយកដៃរបស់វាទៅប៉ះទៅលើមនុស្សណាម្នាក់ឬក៏វាចង់សម្លាប់សត្វណាមួយដោយគ្រាន់តែប្រើដៃរបស់វានោះមនុស្សនិងសត្វគឺស្លាប់តែម្ដងហើយនៅពេលដែលមនុស្សនិងសត្វគឺស្លាប់វានឹងធ្វើការព្យាបាលមនុស្សឬក៏សត្វនោះឲ្យរស់ឡើងវិញក៏ប៉ុន្តែអ្វីដែលចម្លែកនោះមនុស្សនិងសត្វនោះដែលបានរស់ឡើងវិញនោះគឺមិនមែនជាមនុស្សហើយក៏មិនមែនជាសត្វធម្មតានោះដែរឧទាហរណ៍បើចំពោះសត្វបើចំពោះមនុស្សនៅពេលដែលមនុស្សរស់ឡើងវិញហើយគឺសតិរបស់មនុស្សនោះគឺមិនមែនជាមនុស្សទេវាហាក់បីដូចជាបិសាចអ្វីមួយដែលចូលសន្ធិដ្ឋនៅក្នុងរាងកាយរបស់មនុស្សអញ្ចឹងហើយវាមានសតិមិនគ្រប់គ្រាន់ហើយក៏ប៉ុន្តែវាមានសមត្ថភាពមួយគឺវាឆ្លាតវៃហើយវាអាចនិយាយបានធ្វើដូចមនុស្សធម្មតាបាននោះទេវាមានអាការៈដូចជាស្តៀងស៊ុំប៊ីអញ្ចឹងអ្នកនរគ្នាគឺអាការៈបែបហ្នឹងហើយចំពោះសត្វវិញវាធ្វើឲ្យសត្វហ្នឹងកាចសាហាវហើយនិយាយទៅសត្វហ្នឹងកាចសាហាវតែម្ដងដល់ពេលសត្វហ្នឹងជួបអ្វីមួយគឺវាធ្វើការវាយប្រហារឬក៏សម្លាប់ភ្លាមៗតែម្ដងហើយ SCP-049 នេះត្រូវបានគេហៅឈ្មោះវាថាគ្រូពេទ្យរោគរាតត្បាតដែលវាចាត់ទុកថាវាគឺជាគ្រូពេទ្យហើយវានឹងព្យាបាលមនុស្សនៅជុំវិញពិភពលោកឲ្យជាពីមេរោគចម្លែកមួយដែលមានឈ្មោះថារោគធំហើយនៅក្នុងរោគធំនេះគឺមនុស្សទូទៅគឺអត់ដឹងទេហើយមនុស្សទូទាំងពិភពលោកក៏អត់ដឹងថារោគនេះគឺជារោគអ្វីដែរឬក៏ជារោគដែលវាបង្កើតឬក៏ជារោគដែលកើតចេញពីកន្លែងណាក៏គេអត់ដឹងដែរគេអត់អាចបកស្រាយបានទេហើយ SCP-049 នេះវាគឺជាគ្រូពេទ្យឬក៏អាចហៅបានថាជាគ្រូពេទ្យបុរាណណាដែលវាមានជំនាញខាងជំនាញគ្រូពេទ្យអញ្ចឹងណាគឺវាអាចព្យាបាលមនុស្សនិងព្យាបាលមេរោគទូទៅឲ្យមនុស្សបានក៏ប៉ុន្តែការព្យាបាលរបស់វានេះគឺវាខុសពីគ្រូពេទ្យទូទៅដោយសារតែវានឹងសម្លាប់មនុស្សហើយទើបវាអាចព្យាបាលមនុស្សនឹងបានអញ្ចឹងវាសម្លាប់ហើយវាព្យាបាលហើយវាថាវានឹងព្យាបាលមនុស្សឲ្យរស់ឲ្យរួចផុតពីមេរោគដែលបានកើតចំពោះមនុស្សហើយការព្យាបាលរបស់វានឹងគឺវាប្រើប្រាស់ដូចជាកំបិតហើយនិងឧបករណ៍សម្ភារៈពេទ្យផ្សេងដែលប្រើសម្រាប់ធ្វើការវះកាត់ហើយវាវះកាត់ឲ្យមនុស្សឬក៏សត្វនឹងឲ្យរស់ឡើងវិញអញ្ចឹងដូចខ្ញុំបញ្ជាក់ប្រាប់ពីដំបូងអញ្ចឹងគឺវាធ្វើឲ្យមនុស្សនឹងឬសត្វរស់ឡើងវិញហើយគឺវាឡើងទៅជាមនុស្សហើយនឹងឡើងទៅជាសត្វហាក់បីដូចជាបិសាចនៅក្នុងខ្លួនមនុស្សឬក៏សត្វនឹងអញ្ចឹងហើយ SCP-049 នេះត្រូវបាន SCP Foundation នឹងធ្វើការចាប់វាយកមកឃុំហើយក៏បានសិក្សានិងស្រាវជ្រាវតាក់ទងទៅនឹងវាបានឲ្យដឹងថា SCP-049 គឺជាគ្រូពេទ្យរោគរាតត្បាតឬក៏ជាបិសាចម្យ៉ាងដែលវាមានសមត្ថភាពខ្ពស់គឺវាឆ្លាតមែនតើវាឆ្លាតហ្មងណាហើយឆ្លាតសឹងតែឆ្លាតជាង SCP Foundation នឹងទៀតហើយវាមានសមត្ថភាពមួយទៀតគឺវាអត់ចេះស្លាប់នោះទេហើយវាអត់ចាំបាច់ស៊ីអ្វីទាំងអស់គឺវារស់រានមានជីវិតធម្មតាហើយមួយទៀតនោះប្រសិនបើមានអ្នកណារារាំងក្នុងការព្យាបាលរបស់វានឹងសម្លាប់អ្នកនឹងយកតែម្ដងអញ្ចឹងហើយដែលធ្វើឲ្យ SCP-049 នេះមានភាពកាចសាហាវហើយគេចាត់ទុកវាថាជា SCP មួយដែលសម្លាប់មនុស្សធ្វើឲ្យមនុស្សនឹងមានការខ្លាចរអាហើយ SCP Foundation ក៏បានដាក់ចំណាត់ថ្នាក់ឲ្យវាថាជា Killer ដែលជា SCP មួយមានគ្រោះថ្នាក់បំផុតក្នុងចំណោម SCP ទាំងអស់ហើយបច្ចុប្បន្ន SCP Foundation ក៏បានធ្វើការឃុំ SCP-049 នៅក្នុងមន្ទីររបស់ខ្លួនដោយដាក់នៅក្នុងបន្ទប់បិទជិតដោយមិនឲ្យវាមានចេញមកខាងក្រៅនោះទេហើយគេនឹងធ្វើការយាមវាគ្រប់ពេលវេលាហើយនឹងដាក់កាមេរ៉ាគ្រប់ពេលវេលាផងដែរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់កុំភ្លេចចុច like មួយផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណអ្នកនរគ្នាបាយ